千古风流人。លោកម្ចាស់អង្គុយទៅលោកម្ចាស់ខ្ញុំឮថាគេឲ្យលោកម្ចាស់បរិច្ចាគស្បៀងនិងប្រាក់មែនទេលោកម្ចាស់ហាងរបស់យើងលោកមិនដាច់ទេតែមានប្រាក់មកឧបត្ថម្ភឯណាទៀតចេញទៅវិញទៅមិនឃើញលោកស៊ូកំពុងនៅទីនេះទេលោកស៊ូបើមានអីចង់និយាយលោកនិយាយមកចុះលោកម្ចាស់ខ្ញុំគិតថាគឺលោកម្ចាស់ទេដែលមានការចង់និយាយជាមួយខ្ញុំនោះលោកនិយាយមិនខុសទេស៊ូស៊ឺហើយđâyបានជាលោកតែងតែធ្វើឲ្យយើងមានការលំបាកហើយប្រឆាំងជាមួយរាជការលោកមិនចេះហត់ទេលោកម្ចាស់ខ្ញុំមានរឿងអីដែលត្រូវហត់នោះតាំងពីយើងមកដល់ហ្វុងសៀងមកលោកផ្ដល់ស្បៀងឲ្យប្រជារាស្ត្រកែច្បាប់ទម្លាប់កសាងភូមិជន់ឈ្លីច្បាប់រាជការព្យួរស្រែចម្ការប្រៀបដូចជាជនក្បត់រាជការទៅហើយពិសេសគឺដោះលែងអ្នកទោសលោកមិនមែនជាមេតបបែរជាលោកដៃក្នុងកិច្ចការកងទ័ពកែប្រែច្បាប់កងទ័ពហើយថ្ងៃនេះលោកដោះលែងកងទ័ពថ្មីស៊ូស៊ឺលោកមិនជាហត់តែយើងជាហត់ណាលោកម្ចាស់ឲ្យខ្ញុំនិយាយចប់សិនទៅហើយរឿងដែលលោកធ្វើឲ្យយើងគួរតែខឹងទៀតនោះគឺកំហុសរបស់លោកបានត្រឹមតែកាត់ប្រាក់ខែកន្លះឆ្នាំបើសិនជាយើងវិញមិនដឹងថាមានទោសប្រហារជីវិតប្រមាណលើកទៅហើយទេទោះជារាជការត្រូវការមន្ត្រីអ្នកប្រាជ្ញដូចជាពួកលោកក៏មិនត្រូវបានឲ្យពួកលោកធ្វើអ្វីតាមចិត្តយ៉ាងនេះដែរហើយលីហើយបានជាលោកមើលស្រាវច្បាប់គ្មានការញញើតអីបន្តិចសោះយ៉ាងនេះលោកម្ចាស់កុំអាខឹងខ្ញុំយល់ថាខ្ញុំនិយាយចប់សិនទៅតំបន់ស៊ីសេតដល់តូចតាចមួយមកបំពេញលើយើងម្ដងហើយម្ដងទៀតគ្រាន់តែគេវាយលុកម្ដងគេយកបានឈិញជើយានអានវាយជើទៅហើយឥឡូវមកគេហ្វុងសៀងទៀតតើជាកំហុសរបស់អ្នកណានេះគឺជាកំហុសរបស់មន្ត្រីប្រាជ្ញដូចជាពួកលោកគឺពួកលោកទេដែលធ្វើឲ្យមហាសង្ឃយើងមានការពិបាកដោះស្រាយមិនចេញមុននេះយើងបាននិយាយប្រាប់លោកហើយថាត្រូវតែមានការឯកភាពលើបញ្ជាតែមួយតែលោកវិញលោកគ្រាន់តែជាមន្ត្រីកាត់ក្តីតូចតាចប៉ុន្តែបែរជាបញ្ជាលើយើងចំណែករាជការធ្វើជាមិនដឹងមិនលឺរឿងអីថាយើងមិនចាញ់សង្គ្រាមរាជការជឿអ្នកប្រាជ្ញដូចជាពួកលោកច្រើនជាងមើលទៅគ្រឹះមហាសង្ឃប្រកាសជាត្រូវបំផ្លាញដោយសារតែពួកលោកជាមិនខានទេលោកម្ចាស់ឈិនលោកថាលោកគឺជាមេតបម្នាក់តែជាកំណត់របស់លោកដូចជាមនុស្សស្រីប្រហើនមែនយើងដឹងច្បាស់ណាស់លោកមកហ្វុងសៀងធ្វើកិច្ចការផ្អើលគេផ្អើលឯងដោយសារតែចង់ឲ្យខ្លួនឯងមានកេរ្តិ៍ឈ្មោះល្បីល្បាញងាយស្រួលថ្ងៃក្រោយឡើងបុណ្យស័ក្តិស៊ូស៊ឺកាលដែលយើងនៅក្មេងយើងក៏ជាមនុស្សក្អេងក្អាងដូចគ្នាដែរចង់បានកេរ្តិ៍ឈ្មោះល្បីប៉ុន្តែសូមកុំយល់ច្រឡំឲ្យសោះអតីតប្រជាសោយទីបង្គត់ព្រះអង្គថ្មីឡើងគ្រងរាជ្យសភាពការមិនដូចកាលពីមុនសូមលោកប្រយ័ត្នប្រយែងខ្លួនផងកុំព្រោះតែល្បីឈ្មោះបែរជាមានគ្រោះថ្នាក់ដល់ខ្លួនឯងឲ្យសោះលោកម្ចាស់ដូចជាមើលស្រាខ្ញុំពេកហើយខ្ញុំមិនចាំបាច់ធ្វើខ្លួនឯងល្បីឈ្មោះនៅហ្វុងសៀងទេខ្ញុំល្បីឈ្មោះតាំងពីយូរមកហើយលោកម្ចាស់ឈិនមិនមែនខ្ញុំចង់បញ្ចេញអំណួតទេពិតមែនថាខ្ញុំជាអ្នកប្រាជ្ញដែលមានឋានៈតូចទាបប៉ុន្តែខ្ញុំគិតគូរប្រជារាស្ត្រជាចម្បងគិតគូរដល់រាជការទាំងមូលហើយនេះឲ្យលោកម្ចាស់ឈិនមិនអាចប្រៀបស្មើបានទេគួរឲ្យអស់សំណើចយើងដឹកនាំកងទ័ពទាំងមូលកាត់ក្បាលមេទ័ពសត្រូវយ៉ាងងាយស្រួលបំផុតមានរឿងអីអន់ជាងអ្នកប្រាជ្ញដូចជាពួកលោកហើយតែលោកម្ចាស់ឈិនមិនអាចប្រៀបជាមួយនឹងខ្ញុំបានដោយសារតែលោកម្ចាស់មិនបានវែងឆ្ងាយលោកម្ចាស់គិតតែពីរឿងគោរពច្បាប់ទាំងស្រុងមិនយល់ពីការរស់នៅរបស់ប្រជារាស្ត្រតើពួកគេមានបាយហូបទេមានកន្លែងស្នាក់នៅទេហើយជនភៀសខ្លួនមានការងារអ្វីធ្វើដើម្បីថ្ងៃក្រោយពួកគេlạiមានបញ្ហាទៀតខ្ញុំសួរលោកទៅមើលតាស្រុកក្បែរនេះអាចធ្វើដូច្នេះបានទេនេះហើយគឺដោយសារតែពួកយើងធ្វើការកែប្រែច្បាប់ស៊ូស៊ឺលោកចង់កែច្បាប់ដល់ណាទៀតកំហុសដ៏ធំគឺដោយសារតែការកែប្រែច្បាប់ទម្លាប់ចាស់លោកម្ចាស់យល់ខុសហើយប្រោសស្បៀងឲ្យប្រជារាស្ត្រគឺជួយដល់ប្រជារាស្ត្រកសាងភូមិគឺឲ្យប្រជារាស្ត្រភៀសខ្លួនព្យួរស្រែឲ្យប្រជារាស្ត្ររំសាយកងទ័ពដែលគ្មានសមត្ថភាពជ្រើសរើសកងទ័ពដែលមានស្មារតីប្រយុទ្ធដើម្បីឲ្យប្រជារាស្ត្រមានការជឿជាក់តាមមានកំហុសអ្វីទៅ
មិនប្រែប្រួលធ្វើអ្វីក៏មិនកើតច្បាប់ដែលប្រាំបង្កើតយើងទៅធ្វើការកែប្រែម្យ៉ាងទៀតខ្ញុំមិនមែនប្រឆាំងច្បាប់ចាស់កែប្រែច្បាប់ចាស់ទេខ្ញុំរៀនសូត្រមានការយល់ដឹងច្រើនខ្ញុំដឹងថារាជការមិនធ្វើបាបប្រជារាស្ត្រមិនប្រឆាំងរាជការប្រជារាស្ត្របានសុខជាតិបានសុខប្រជារាស្ត្រសបោសប្បាយជាតិក៏សបោសប្បាយចំណែកឯសុខហ្វុងសៀងគឺអញ្ចឹងតែម្ដងលោកម្ចាស់ឈិនខ្ញុំសូមនិយាយមួយម៉ាត់ទៀតលោកគឺជាមេតបពិតប្រាកដប៉ុន្តែលោកត្រឹមតែជាមេតបចំណែកខ្ញុំគឺជាអ្នកប្រាជ្ញប៉ុន្តែមិនត្រឹមតែជាអ្នកប្រាជ្ញទេខ្ញុំបញ្ញាប់តែជ្រើសរើសកងទ័ពសូមលាលោកម្ចាស់សិនហើយលោកម្ចាស់ស៊ូស៊ឺក្អេងក្អាងខ្លាំងណាស់គេថាឲ្យលោកម្ចាស់យ៉ាងនេះមិនក៏មិនបញ្ចុះតំណែងគេទៅអូនជាស្អីមនុស្សដែលទើបតែដើរចេញបាញ់មិញថ្ងៃនេះទើបយើងស្គាល់គេច្បាស់លោកម្ចាស់ខ្ញុំមកពេញការងារដល់ពេលកំណត់ខ្ញុំត្រូវការលាលោកម្ចាស់ដើម្បីចុះវត្តមាននៅទីចាត់ការវិញនៅក្នុងគណៈពេលចាំបាច់លោកបែរជាចាក់ចេញទៅលោកម្ចាស់ខ្ញុំមកពេញការងារដល់ពេលកំណត់ចាំចៅមនុស្សដូចជាលោកនេះពិតជាក្រត់បើមើលពិតជាក្រត់បើមើលបងឆៃគូសេលៀនខ្ញុំលើបងជាចាងថាគាត់ត្រូវការជ្រើសរើសតបដើម្បីតទល់ជាមួយនឹងកងទ័ពស៊ឺសែនត្រូវហើយនាងមិនឃើញខ្ញុំកំពុងតែសម្លៀងកំបិតទេហ៎បងឆាគូស្អែកខ្ញុំត្រូវការធ្វើរបស់ម្យ៉ាងបងជួយខ្ញុំបានទេជួយប្រកាសជាជួយសេលៀននាងនិយាយមិនចោះអរគុណបងឆាគូអរគុណលោកម្ចាស់បណ្ដុះបណ្ដាលយូរឆ្នាំសូមលោកម្ចាស់អនុញ្ញាតឲ្យខ្ញុំដូរកន្លែងចុះចង់ចៅយើងនឹងធ្វើឲ្យលោកផ្លាស់ប្ដូរកន្លែងអរគុណលោកម្ចាស់ប៉ុន្តែពេលនេះទើបយើងដឹងថាអ្នកណាជាមនុស្សល្អអ្នកណាជាមនុស្សអាក្រក់អ្នកណាជាមនុស្សអាក្រក់ទៅខ្ញុំជាមនុស្សអាក្រក់លោកម្ចាស់មិនថាគេជាមនុស្សល្អឬអាក្រក់ក៏ការពារហ្វុងសៀងមិនបានដែរម្យ៉ាងទៀតខ្ញុំដូរតួនាទីគឺជាច្បាប់កំណត់របស់រាជការបើចង់ទៅឲ្យឆាប់ទៅបើមិនចឹងពេលកងតបស៊ីសែមកដល់ចង់ទៅណាក៏ទៅមិនរួចដែរលោកម្ចាស់និយាយនេះតើបានន័យថាម៉េចឬមួយថាខ្ញុំដូរតួនាទីគឺព្រោះតែខ្លាចកងតបស៊ីសែខ្ញុំធ្វើតាមច្បាប់កំណត់របស់រាជការចំណែកស៊ូស៊ឺគេមិនដែលគោរពច្បាប់ទេលោកម្ចាស់មុនពេលចេញដំណើរខ្ញុំជម្រាបលោកម្ចាស់មួយម៉ាត់កុំស្ដាប់បញ្ជារបស់ស៊ូស៊ឺហើយកុំរួមគំនិតជាមួយនឹងស៊ូស៊ឺឲ្យសោះឥឡូវយើងនិយាយចេះទៅចុះការពិតយើងគួរតែរួមគំនិតជាមួយនឹងស៊ូស៊ឺមិនគួរណាខុបខិតជាមួយចាំងចៅអីទេបើលោកម្ចាស់និយាយយ៉ាងនេះថ្ងៃណាមួយគង់តែស្ដាយក្រោយទេចាំងចៅបើចង់រត់ទៅរត់ឲ្យឆាប់ទៅដើម្បីជៀសវាងកុំឲ្យយើងមានការស្ដាយក្រោយហើយមិនធ្វើលិខិតឲ្យទៅលោកបើជាឆ្លាក់អក្សរ2នៅលើមុខរបស់លោកឲ្យលោកចូលបម្រើកងទ័ពដល់ពេលនោះលោកប្រកាសជាលែងស្រួលខ្លួនហើយមានការអីយើងនឹងហៅឯងហើយចេញទៅវិញចុះស្ដាប់បានហើយនៅពុកមកទីនេះធ្វើអីរឿងអីយើងមកមិនបានឯងលែងដូចជាកូនប្រុសរបស់យើងទៀតហើយមើលកន្លែងរបស់ឯងចុះមើលសភើរបស់ឯងចុះឥឡូវនេះឯងខ្លាចទៅជាអ្នករៀនសូត្រទៅហើយឥឡូវនេះកូនជាសិស្សរបស់លោកម្ចាស់ស៊ូកូនត្រូវតែខំរៀនស៊ូស៊ឺមានការយល់ដឹងច្រើនស័ក្តិសមជាគ្រូដ៏ល្អមែនកូនមានការយល់ដឹងក៏ច្រើនដែរល្អ
ពុកគ្រាន់តែមកមើលឲ្យតែប៉ុណ្ណោះទេឥឡូវនេះពុកទៅវិញហើយអូស៊ូកំពុងតែជ្រើសរើសកងទ័ពយ៉ាងណាគេគ្រាន់តែជាអ្នកប្រាជ្ញចំណែកឯងគ្រាន់បើជាងគេទៅជួយគេផងទៅទុកជាការសាងអំពើល្អសម្រាប់ប្រជារាស្ត្រនៅហ្វុងសៀងទៅចុះទទួលបញ្ជាពុកកូនអកតញ្ញូណាស់កូនប្រុសហេតុអីបានជាឯងថាយពុកយ៉ាងនេះពុកកូនមិនយល់ទេប្រដៅកូនមិនបានល្អគឺជាកំហុសរបស់ពុកបើឯងមិនស្ដីឲ្យពុកតើស្ដីឲ្យនរណាទៅអត់ទេពុកនេះមិនមែនជាកំហុសពុកទេនេះជាកំហុសរបស់កូនកូនប្រុសពេលទំនេរត្រឡប់ទៅផ្ទះវិញទៅឯងមកនៅផ្ទះក្នុងផ្ទះដូចជាស្ងាត់ពេកហើយលំអជុំមីងអបអរដែលបានទទួលដំណើរជាចវាយសុកជីងអ៊ីងហើយតាមពិតបងកំពុងតែបញ្ឈឺខ្ញុំហើយយើងរៀនជាមួយគ្នាពេលនេះចាងភេងបំពេញការងារចវាយស្រុកដល់ពេលកំណត់ទៅហើយមិនបាច់មកខំទេគេថា3ឆ្នាំមិនឡើងប៉ុន្តែឡើងម្ដងគឺកប់ពពកកាន់ច្បាប់3ឆ្នាំចវាយស្រុក3ឆ្នាំវិលចុះវិលឡើងនៅខាងក្រៅបានប្រយោជន៍អីទៅបងស៊ូមិនមែនថាខ្ញុំមិនចង់ជួយបងទេតាមពិតមកពីខ្ញុំនៅទីនេះក៏អត់បានកើតដែរលំអយល់ច្រឡំហើយខ្ញុំចង់និយាយថាតំណែងជាមន្ត្រីគឺជារឿងធម្មតាទេសំខាន់គឺបម្រើជាតិនិងប្រជារាស្ត្រពិតមែនហើយឥឡូវនេះចិត្តដល់ពេលបែកគ្នាបងស៊ូមានអីចង់និយាយប្រាប់ខ្ញុំទេបានខ្ញុំសូមជូនពាក្យមួយគ្នាទៅលបងបុណ្យស័ក្តិតូចត្រូវគិតគូរកិច្ចការធំបុណ្យស័ក្តិធំត្រូវគិតគូរកិច្ចការតូចបុណ្យស័ក្តិតូចត្រូវគិតកិច្ចការធំបុណ្យស័ក្តិធំត្រូវគិតកិច្ចការតូចជំរើសពាក្យជំរើសអ្វីដែលបងគិតនៅហ្វុងសៀងសិតតែជារឿងធំចំណែកខ្ញុំបែរជាគិតរឿងកពិចកប៉ុកទៅវិញគិតរឿងធំក៏ដោយគិតរឿងតូចក៏ដោយឲ្យតែធ្វើការងារបានល្អគឺល្អហើយបានខ្ញុំយល់មកថ្ងៃនេះពួកយើងប្រៃបានច្រើនទុកថាខ្ញុំជួយដំណើរលបងទៅចុះបងស្រីសៀលៀនខ្ញុំយល់ថានាងជាស្រីក្លាហានម្នាក់ស៊ូធ្វើអ្វីក៏ដោយនិយាយអ្វីក៏ដោយនាងមិនត្រឹមតែយល់ហើយបកស្រាយឲ្យគេបានយល់ផងមានតែនាងទេជាអ្នកជួយដល់គេបាននោះហេតុនេះហើយនាងគឺជាមិត្តស្រីដែលអាចដឹងចិត្តគេច្បាស់បងស្រីខ្ញុំសៀលៀនស្ដាប់ខ្ញុំណាខ្ញុំយល់ថានៅក្នុងលោកនេះមានតែស៊ូសើទេដែលសំជាមួយនាងនោះក៏ប៉ុន្តែបងស្រីខ្ញុំនិយាយទៀតទេខ្ញុំខ្លាចនាងមានការពិបាកហេតុនេះហើយបានជាមិនហ៊ាននិយាយប្រាប់នាងអ្នកស្រីយ៉ាងស្លាប់បាត់សម្បត្តិគាត់គឺចង់ពឹងពាក់នាងខ្ញុំដឹងថានាងក៏ប្រហែលជាយល់ព្រមដែរម្ល៉េះហើយខ្ញុំក៏សរសេរសម្បត្តិជំរាបទៅលោកម្ចាស់ក៏យល់ព្រមនៅពេលដែលនាងកាន់ទុកគ្រប់ចំនួនហើយនោះបងស្រីកុំនិយាយទៀតបានហើយសៀលៀនកុំមានការពិបាកទៀតណាខ្ញុំនឹងស៊ូមួយជីវិតនេះក៏ថ្នាក់ថ្នមនាងដែរបណ្ដោយតាមចិត្តនាងបងស្រីមកចាអស់ទៅណាចាបងប្អូនសូមជួយយកខ្ញុំប្រាប់ទៅគ្រប់ចំនួនហើយណាខ្ញុំនិយាយលោកម្ចាស់ស៊ូបងប្អូនក្នុងភូមិមកហើយលោកម្ចាស់ស៊ូខ្ញុំយកកូនប្រុសប្រគួតជូនលោកម្ចាស់ហើយឡំមិនបានជិះបញ្ជូនកូនប្រុសមកទីនេះនេះឆ្កាបានកំណត់ថាគ្រួសារណាដែលមានកូនប្រុសម្នាក់មិនបាច់បម្រើកងទ័ពទេលោកម្ចាស់ស៊ូលោកមានគុណលើពួកយើងលោកកំពុងតែត្រូវការមនុស្សពួកយើងមានរឿងអីមិនជួយលោកការពារស្រុកភូមិរបស់យើងយើងមិនត្រឹមតែការពារស្រុកភូមិរបស់យើងទេថែមទាំងការពាររាជការទៀតអ
មែនហើយលោកម្ចាស់ស៊ូគាត់និយាយត្រឹមមែនឲ្យតែការពារហ្វុងសៀបាននោះបានន័យថាការពារផ្ទះយើងបានហើយឲ្យបែរហើយលោកម្ចាស់ស៊ូនិយាយត្រូវម្ចាស់ស៊ូនិយាយត្រូវម្ចាស់ស៊ូពួកយើងបោះដោយស្បាក់ចិត្តសូមលោកម្ចាស់ទទួលទីចោះបានចឹងខ្ញុំធ្វើតាមសំណុំពរទៅចុះទទួលល្អតមកពួកយើងមក2 3 4 1 2អាវុធកុំឲ្យបានអាវុធកុំឲ្យបានអ្នកបន្ទាប់ទៀតអាវុធកុំឲ្យបានអាវុធកុំឲ្យបានកុំឲ្យបាត់អាវុធនាំគ្នាទៅខាងនោះហាត់ទៅនៅខាងនោះកុំឲ្យបាត់អាវុធណាបាទម្យ៉ាង1 2 3ប្រយ័ត្ន1 2 3ប្រយ័ត្នខាងនោះលើមកខាងនេះប្រយ័ត្នសេចប្រយ័ត្នសេចណាទៅខាងនោះទៅទុកឲ្យពួកខ្ញុំធ្វើបាត់ហើយទេពួកយើងធ្វើការរួមគ្នាចាប់ហើយបន្តិចមកប្រប្រែតិចណាខាងនោះយកមកខ្ញុំមកវិញហើយហេលបងស៊ឺមកវិញហើយហ៎ឆាគូថ្ងៃនេះមិនក៏សប្បាយចិត្តម៉ែរឿងឯថាមិនសប្បាយចិត្តមួយថ្ងៃនេះពួកយើងទទួលបានកងទ័ពជាង 1000 នាក់គួរឲ្យឆ្ងល់មែនពីមុនពេលដែលចាប់កងទ័ពពួកគេនាំគ្នារត់ឥឡូវពួកយើងធ្វើដោយការស្ម័គ្រចិត្តគេបានជាដណ្ដើមគ្នាចូលសេលៀនមានដំណឹងមួយចង់ប្រាប់បងពិតមែនទេសេលៀនការពិតគ្មានអីទេបងស្រីចេះតែនិយាយហ្នឹងប្រាប់គាត់ទៅមើលបងឆាកូណាបងប្រាប់ទៅមើលបានមកតាមខ្ញុំមកតែយើងរបស់ស៊ឺគឺខាងនេះបងមើលចុះនេះគឺស្អីទៅនេះគេហៅថាព្រុនជូកឺឲ្យបងឆាកូគូសាបន្តិចទៅមើលទាំងអស់គឺមានព្រួញ9ដើមមួយជួរគឺមាន3ដើមពួកយើងប្រើកម្លាំងទីនៅលើនេះព្រួញទាំង9នឹងបាញ់ចេញទៅរបស់ចាំមើលណាប្រសានណាអាវុធនេះចង់ស្មើនឹងកងទ័ព 100000 នាក់ទៅហើយបើសិនជាដាក់លើកំផែងបាញ់ចូលទៅក្រោមទោះជាគេមានកងទ័ព 100000 នាក់ក៏ពួកយើងមិនខ្លាចដែរមិនបាញ់នៅលើកំផែងទេយើងបង្កប់នៅក្បែរបលែកទឹកខាងក្រៅនៅពេលដែលសត្រូវវាយសម្រុកចូលមកយើងក៏ដកមកវិញបានព្រាមតែម្ដងត្រូវហើយតើអ្នកណាជាអ្នកនឹកឃើញគឺបងស្រីសេលៀនហើយយ៉ាសេលៀនជាទីស្រឡាញ់អាយពិតជាជួយបងបន្តិចទេមិនបានចាញ់នឹកឃើញធ្វើរបស់នេះការដែលពុកខ្ញុំនៅរស់ជាមេតបការពារព្រំដែនគាត់តែវិធីការពារទឹកដីរបស់ខ្លួនដឹងថាត្រូវចាត់ការកងទ័ពស៊ឺសេគឺត្រូវតែមានប្រាប់ព្រួយនេះក្នុងគម្ពីរសឹកនិយាយថាជូកាលៀងធ្លាប់មានព្រួយពិសេសមួយដែរតែមិនតាន់មានគំនូខ្ញុំបានគិតឲ្យគិតទៀតការពិតណាគឺចេះសោះប៉ុន្តែកាលនោះគាត់មិនតាន់ផលិតបានហើយក៏កាលនោះមហាសង្ឃយល់ច្រឡំចំពោះពុករបស់នាងគាត់អាចផលិតព្រុនជូកឺនេះបានសម្រេចពួកស៊ីសៀគ្មានអីគួរខ្លាចទៀតទេបើសិនជាកងទ័ពស៊ីសៀហ៊ានមកប្រកាសជាមិនអាចត្រឡប់ទៅវិញបានទេលោកម្ចាស់ស៊ូពិតជាធ្វើតាមកិច្ចសន្យាមែនសូម្បីតែព្រួនជូកឺនេះក៏លោកឆ្នៃប្រឌិតបានដែរចំណែកកំផែងរឹងមាំដែលយើងបានឃើញមិននឹងស្មានថារយៈពេល1ខែអាចសាងសង់រួចតតែសោះលោកស៊ូពិតជានិយាយត្រូវមែនមើលទៅលោកមិនត្រឹមតែជាអ្នកប្រាជ្ញតែប៉ុណ្ណោះទេចំណែកខ្ញុំបានត្រឹមតែជាកងទ័ពតែប៉ុណ្ណោះលោកម្ចាស់ឈិនសូមលោកកុំបន្ទោសថាខ្ញុំសម្ដីថ្លោះបើសិនជាគ្មានលោកម្ចាស់ជួយទេស្រុកហ្វុងសៀងរបស់យើងក៏គ្មានកំផែងរឹងមាំយ៉ាងនេះដែរហើយយ៉ាលោកម្ចាស់ស៊ូពេលនេះក៏ប្រកែកសរសើរមនុស្សដែរតាមដែលលោកម្ចាស់ស៊ូនិយាយធ្វើទៅថាខ្ញុំមានចិត្តចង្អៀតចង្អល់មែនតែខ្ញុំមិនមែនមុខក្រាស់ទៅដណ្ដើមស្នាដៃរបស់លោកនោះទេលោកម្ចាស់កុំនិយាយលេងសើចការពិតគឺមានតែរឿងមួយទេដែលខ្ញុំចង់រំលឹកលោកម្ចាស់នោះសូមលោកម្ចាស់កុំមើលស្រាលសត្រូវកងទ័ពស៊ីសេវាយលោកខ្លាំងហើយរហ័សបើសិនជាប្រហែលពួកគេនឹងវាយទម្លុះបានបើពួកគេទម្លុះបានពួកយើងមិនអាចការពារបានទេសមហើយសមផលដល់ពេលនោះប្រជារាស្ត្ររបស់យើងប្រកាសជាស្លាប់គ្មានទីបញ្ចុះសោះចំពោះរឿងនេះខ្ញុំដឹងហើយលោកម្ចាស់ស៊ូលោកទទួលខុសត្រូវជ្រើសរើសកងទ័ពនិងកសាងកំផែងការពារខ្ញុំទទួលខុសត្រូវយុទ្ធសាស្ត្រធ្វើសឹកនិងប្រែប្រួលគ្រប់យ៉ាងខ្ញុំក៏មានវិធីសាស្ត្រទប់ទល់របស់ខ្ញុំដែរលោកមានតបឆ្លៀសវិញអ្នកទាំងអស់គ្នាឃើញទេឥឡូវនេះលោកម្ចាស់ស៊ូនិយាយជាមួយយើងមានការគួរសមច្រើនជាងមុនប៉ុន្តែខ្ញុំជាមនុស្សមានសារជាតិចម្លែកលោកម្ចាស់ស៊ូកាន់តែគួរសមជាមួយខ្ញុំកាន់តែធ្វើគាត់បន្តវ៉ាជាមួយខ្ញុំដោយការពីមុនលោកម្ចាស់ធ្វើចឹងល្អទេ
លោកម្ចាស់ឈិនពេលណាដែលត្រូវតមាត់ខ្ញុំប្រកាសជាតមាត់ហើយសូមជឿបាក់ទៅយើងហេយ៉ាហេលោកម្ចាស់កុំដឹកនាំកងទ័ពទៅប្រយុទ្ធជាមួយនឹងពួកគេអីហេយ៉ាខ្ញុំដឹងហើយកុំចេញទៅឲ្យសោះបងស៊ូស៊ឺបងពិតជាស្មានមិនខំមែនក្រាបទូលព្រះមហាក្សត្រយ៉ាឌីកងទ័ពស៊ីសេវ័យលុកលើកនេះគឺចង់ឆ្លៀតពេលព្រះរាជាសោយរាជថ្មីធ្វើការឆក់ផ្លត់បដោះហេតុនេះហើយបើសិនជាមេទ័ពដឹកនាំការពារទឹករឹងស៊ីសេមិនអាចបំពេញបាននោះទេតែចំពោះមុខឈីងចៅយានអាននិងវៃចៅត្រូវបាត់បង់ឆាងអានស្ទើរតែមិនអាចការពារបើសិនជាបាត់បង់ឆាងអាននោះប្រកាសជាគ្រោះថ្នាក់ធំណាស់ក្រាបទូលព្រះមហាក្សត្រយ៉ានីការបាត់បង់ស្រុកទាំង3នៅតាមព្រំដែនដោយសារតែមេទ័ពមានការធ្វេសប្រហែសសំអាងលើកងទ័ពច្រើនធ្វើការវាយលុកជាមួយកងទ័ពស៊ីសេពេលចាញ់ឲ្យធ្វើកងទ័ពបាក់ស្វារតីនាំគ្នារត់ចោលជួរបើសិនជាការពារទីតាំងបានល្អមិនចេញប្រយុទ្ធផ្ដេសផ្ដាស់ចាំកងទ័ពសេះធ្វើការបែកបកដល់ពេលនោះប្រកាសជាទទួលជោគជ័យជាមិនខានព្រះមហាក្សត្រយ៉ានីអ្វីដែលលោកអូយ៉ានិយាយនេះពិតជាត្រឹមត្រូវណាស់ក្រាបទូលព្រះមហាក្សត្រយ៉ានីអូយ៉ាងសៀវនិយាយនោះក៏ជាសម្ដីរបស់ស៊ូស៊ឺដែរថ្មីត្បិតថាពួកគាត់ទាំងពីរមានប្រាជ្ញាយល់ដឹងជ្រៅជ្រះប៉ុន្តែគ្រាន់តែជាអ្នកប្រាជ្ញតែប៉ុណ្ណោះនិយាយបានតែធ្វើមិនបាននោះទេលោកម្ចាស់ហានលោកនិយាយថាស៊ូស៊ឺគ្រាន់តែជាអ្នកប្រាជ្ញប៉ុណ្ណោះលោកទៅហ្វុងសៀងមើលទៅតើស៊ូស៊ឺការពារទឹកដីយ៉ាងណាទៅគេអាចការពារពី3ថ្ងៃបានតែខ្ញុំយល់ថាគេមិនអាចការពារហ្វុងសៀងបានរហូតនោះទេយើងគឺជាមន្ត្រីជាន់ខ្ពស់ទី1យើងត្រូវតែទទួលខុសត្រូវសវត្ថិភាពមហាសង្ឃទាំងមូលលោកនិយាយតែផ្ដាស់ព្រះមហាក្សត្រយ៉ានីនិយាយពីស៊ូស៊ឺនៅហ្វូសៀងទូលបង្គំមានការចាំបាច់ត្រូវទូលបង្គំលើថាស៊ូស៊ឺដោះលែងកងទ័ពមួយចំនួនហើយលុបចោលច្បាប់សាក់អសរនៅលើមុខរបស់កងទ័ពទៀតផងដំបងទូលបង្គំមិនជឿទេពេលនេះគេផ្ញើសារបាត់ដល់ផ្ទាល់ទើបទូលបង្គំជឿថារឿងនេះគឺជាការពិតមែនក្រាបទូលព្រះមហាក្សត្រយ៉ានីទូលបង្គំបានទទួលសារស៊ូស៊ឺរំសាយកងទ័ពលាក់មុខបែរជាទទួលនៅកងទ័ពស្ម័គ្រចិត្តគប់ផ្សំនៅកងទ័ពនៅភូមិរាជការព្រមទាំងប្រសង់ចូលរួមនោះមានចំនួនរាប់ម៉ឺននាក់ទៅហើយមិនខុសពីចំនួនកងទ័ពចាស់ដែលមាននោះទេក្រាបទូលព្រះមហាក្សត្រយ៉ានីព្រះអង្គស៊ូស៊ឺគ្រាន់តែជាមន្ត្រីកាត់ក្តីថ្នាក់ទី7ប៉ុណ្ណោះមិនគួរហ៊ានកែប្រែច្បាប់ធំរបស់រាជការជ្រើសរើសកងទ័ពស្ម័គ្រចិត្តឲ្យព្រះសង្ឃចូលបម្រើកងទ័ពទៀតនេះហើយគឺជាអំពើក្បត់ព្រះអង្គព្រះមហាក្សត្រយ៉ានីស៊ូស៊ឺរំសាយកងទ័ពបង្ខំជំរើសទ័ពស្ម័គ្រចិត្តគឺដោយសារតែសភាពការបង្ខំស៊ូស៊ឺធ្វើនេះដើម្បីរាជការដើម្បីជាតិមិនមែនក្បត់នោះទេព្រះមហាក្សត្រយ៉ានីស៊ូស៊ឺធ្វើរបៀបនេះទូបង្គំបារម្ភច្បាប់របស់រាជការថ្ងៃក្រោយគ្មានអ្នកណាគេគោរពនោះទេព្រះមហាក្សត្រយ៉ានីព្រះអង្គស៊ូស៊ឺមិនគោរពច្បាប់ត្រូវតែទទួលទោសមេទ័ពនៅខាងក្រៅមិនបាច់ស្ដាប់បញ្ជាទាំងស្រុងក៏បានដែរម្យ៉ាងវិញទៀតបើសិនជាស៊ូស៊ឺធ្វើឲ្យបាត់ហ្វុងសៀងដោយសារតែការកែប្រែច្បាប់ជ្រើសរើសកងទ័ព
ដល់ពេលនោះចាំពួកយើងកាត់ទោសគេក៏មិនតាន់ហួសពេលដែរក៏ប៉ុន្តែពេលនេះស៊ូស៊ឺការពារហ្វុងសៀងដូចជារនាំងដៃថែបហើយអ្វីបានជាយើងត្រូវដាក់ទោសលើគេទៀតបែតហើយស៊ូសៀងបើពេកការងារនៅហ្វុងសៀងធ្វើខុសច្បាប់ច្រើនលើកហើយបើសិនជាមន្ត្រីផ្សេងធ្វើដូចជាគេអញ្ចឹងត្រូវការយ៉ាងណាបែតហើយនោះប្រកាសជាជ្រួលច្បល់ណាស់បើសិនជាធ្វើបានល្អដូចជាគេរឿងអីថាមិនបាននោះវាងគួយមិនបានជាលោកនៅស្ងៀមអញ្ចឹងក្រាបទូលព្រះមហាក្សត្រយ៉ាងនេះតាមសាររបស់ចាកចៅអតីតមន្ត្រីកាត់ច្បាប់នៅហ្វុងសៀងនិយាយថាលោកមេតបឈិនស៊ីលៀងមានចិត្តលោភលន់បោះបង់ការងារបណ្ដោយឲ្យស៊ូស៊ឺប្រព្រឹត្តខុសច្បាប់ស៊ូស៊ឺទោះជាយ៉ាងណានៅក្មេងគួបផ្សំនឹងចរិតរឹងរូសគ្មានអ្នកណាអាចហាមឃាត់បានដូច្នេះទូបង្គំយល់ថាស៊ូស៊ឺនៅហ្វុងសៀង3ឆ្នាំមានអត្តចរិតមិនត្រឹមត្រូវមើលស្រាលច្បាប់មិនអាចទទួលការងារបានម្ល៉េះហើយត្រូវតែឲ្យគេលុតដំខ្លួនតទៅទៀតវាងគួយលោកព្រះមហាក្សត្រយ៉ាងនេះព្រះរាជាក្រុងរាជថ្មីអ្នកណាក៏ត្រេកអរមិនគួរមានសង្គ្រាមតទៅទៀតអ្វីកំពុងតែត្រូវការឲ្យយើងកសាងឡើងវិញភ្លាមនេះមិនដឹងថាអ្វីសំខាន់អ្វីមិនសំខាន់យើងយល់ព្រមនឹងកងទ័ពស៊ីសែបន្ថែមប្រាក់ប្រចាំឆ្នាំតាមដែលគេសំដៅពោដើម្បីគិតគូរតទៅទៀតលោកម្ចាស់វ៉ាងនិយាយនេះត្រឹមត្រូវណាស់កងទ័ពស៊ីសែរបស់យើងមិនអាចតទល់បានបែតហើយបានរឿងបញ្ហាបន្ថែមប្រាក់លោកនឹងហានឈីពិភាក្សាគ្នាចោះចំពោះស៊ឺវិញមេតបប្រចាំហ្វុងសៀងគឺឈិនស៊ីលៀងដោះលែងកងទ័ពគេជាអ្នកទទួលខុសត្រូវម្យ៉ាងទៀតឈិនស៊ីលៀងមានចិត្តលោភលន់បោះបង់ការងារក្នុងមួយរយៈពេលនេះយើងបានលឺអស់ហើយអូសូក្រាបទូលយើងយល់ដល់ឈិនស៊ីលៀងមានស្នាដៃការពារហ្វុងសៀងរឿងបញ្ហាដោះលែងកងទ័ពយើងមិនបាច់ដេញដោលទេបើចង់ដេញដោលគឺដេញដោលរឿងគេប្រវាញ់ប្រាក់នោះទូបង្គំទទួលរាជបញ្ជាវាងគួយកណ្ដាលថ្លៃពិសេសអ្វីដែលលោកនិយាយអំបញ្ញមិញនោះស៊ូស៊ឺផ្ទៃត្បិតនៅហ្វុងសៀងធ្វើការមានការបង្ខំតែទឹកចិត្តគេគួរឲ្យសរសើរណាស់មុនអតីតព្រះរាជាសោយទីបង្គត់បានមានបន្ទូលរំលឹកទៅគេថាហ្វុងសៀងបំពេញការងារដល់ពេលកំណត់ហើយចំណែករាជការកំពុងតែត្រូវការមនុស្សខ្លាំងណាស់លោករៀបចំផ្លាស់ប្ដូរឲ្យគាត់មករាជធានីវិញចោះណែក្រាបទូលទទួលព្រះរាជបញ្ជាខ្ញុំឈិនស៊ីលៀងមេតបប្រចាំស្រុកហ្វូសៀងមកទទួលលោកមហាមន្ត្រីលោកធ្វើដំណើរវែងឆ្ងាយប្រកាសជាហត់នឿយហើយមិនបញ្ហាទេលោកម្ចាស់ឈិនមិនចាំបាច់គូសោសូមអញ្ជើញលោកម្ចាស់ចូលក្នុងសម្រាប់មិនអីទេខ្ញុំចង់សួរលោកថាអ្នកកាត់ក្តីស៊ូស៊ឺដោយណាទៅលោកមហាមន្ត្រីខ្ញុំស៊ូស៊ឺនៅទីនេះអញ្ចឹងលោកនាំយើងឡើងលើកំផែងមើលបាទលោកម្ចាស់បានហើយអស់លោកអញ្ជើញទៅវិញចុះសូមគោរពលាលោកម្ចាស់ស្រុកហ្វុងសៀងពិតជារឹងមាំល្អលោកស៊ូខ្ញុំឮថានេះគឺជាស្នាដៃធំរបស់លោកមិនមែនជាស្នាដៃរបស់ខ្ញុំតែម្នាក់ឯងទេគឺមានរាជការកងទ័ពនិងប្រជារាស្ត្រប្រឹងប្រែងជាមួយគ្នាលោកស៊ូចេះនិយាយជាភាសាមន្ត្រីរាជការទៅហើយតាមយើងយល់លោកមិនមែនជាមន្ត្រីដូចជាអ្នកទាំងអស់គ្នានោះទេតាមការពិតគឺបងប្អូនយើងយកជីវិតដើម្បីការពារទីនេះឲ្យបានរឹងមាំបើមិនចឹងទេទោះជាខ្ញុំជាមនុស្សដៃក៏មិនអាចធ្វើអ្វីបានដែរមិនមែនចឹងទេខ្ញុំចង់និយាយថាក្នុងនាមជាមន្ត្រីមូលដ្ឋានក្រោយពីខ្លួនឯងមានស្នាដៃក៏ត្រូវតែមានមន្ត្រីជាន់ខ្ពស់រាជការទទួលស្គាល់ដែរយើងមិនមែនថាចង់ឲ្យអ្នកទាំងអស់គ្នាយកជីវិតមកបដូរលោកយល់ច្រឡំនៃរបស់ខ្ញុំហើយគឺមកពីខ្ញុំយល់ច្រឡំណាខ្ញុំគ្រាន់តែនិយាយលេងជាមួយលោកទេបើសិនជាមិនមែនថ្ងៃនេះខ្ញុំមកមើលឃើញដល់ផ្ទាល់ទេកំផែងការពារល្អបានយ៉ាងនេះជីចៅវេចៅយានអានក៏មិនគួរបាត់បង់រាជការក៏មិនចាំបាច់ភ័យបារម្ភគ្រប់យ៉ាងតាមពិតពីមុនយើងយល់ច្រឡំនឹងលោកពេលដែលត្រឡប់ទៅរាជការវិញយើងប្រកាសជាណែនាំលោកឲ្យគេស្គាល់ទៀតសូមអរគុណលោកម្ចាស់
ខ្ញុំកែប្រែច្បាប់រាជការជាច្រើនធ្វើឲ្យលោកម្ចាស់មានការស្មុគស្មាញសូមលោកម្ចាស់មេត្តាអធិស្ឋានផងអូលោកក៏ចេះនិយាយភាសាគូដែរក៏ប៉ុន្តែលោកមានយោបល់យ៉ាងណាលោកនិយាយបច្ចោមិនមែនជាយោបល់ទេប៉ុន្តែនៅក្នុងអត្ថបទនគរទាំង6របស់ពុកខ្ញុំបានបញ្ជាក់ថានគរទាំង6វិនិច្ឆ័យមិនមែនដោយសារតែកងទ័ពទុំខ្សោយគឺផ្ទៃក្នុងពុករលួយបណ្ដាធ្វើឲ្យជាទទួលនឹងការវិនិច្ឆ័យឥឡូវនេះបើសិនជាពួកយើងមកថាប្រាក់អាស៊ីសៀឃ្លាំងរាជការនឹងចុះខ្សោយមហាសង្ឃក៏ចុះខ្សោយស៊ីសៀកាន់តែខ្លាំងដូច្នេះប្រៀបដូចជាយកចម្បាំងទៅប្រយុទ្ធភ្លើងយ៉ាងចឹងស៊ូពិតជាហ៊ាននិយាយបែបប៉ុន្តែអ្វីដែលលោកនិយាយនោះរឿងអីថាយើងមិនដឹងនោះប្រជាថ្មីទើបតែក្រុងរាជមិនគួរមានសង្គ្រាមទេបើសិនជាមានសង្គ្រាមកើតឡើងរាជការគ្មានសង្ឃឹមឈ្នះទេលោកម្ចាស់និយាយនេះខុសហើយពួកយើងមិនប្រកាសថាឈ្នះតែពួកស៊ីសែក៏មិនប្រកាសថាឈ្នះដែរស៊ីសែមានសង្ឃឹមថា 50% ក៏បញ្ជូនកងទ័ពទាំងអស់មកធ្វើការវាយលុកភាគខាងកើតពេលនេះពួកគេឈរជើងរងចាំមើលទាយកប្រាក់ពីពួកយើងអញ្ចឹងនឹងធ្វើពួកគេមានសង្ឃឹមឈ្នះទាំងស្រុងមហាសង្ឃយើងត្រូវតែចេញបទបញ្ជាតឹងរឹងការពារទឹកដីប្រយុទ្ធដល់ទីបញ្ចប់ពួកស៊ីសែមិនអាចធ្វើអ្វីបានដោយងាយទេបើពួកយើងប្រើវិធីមិនឈ្នះគឺមិនវាយប្រហារនោះអញ្ចឹងពួកស៊ីសែនឹងបានចិត្តកាន់តែខ្លាំងបើនៅតែអញ្ចឹងទៀតប្រៀបដូចជាចិញ្ចឹមខ្លាននាំគ្រោះថ្នាក់ដល់ខ្លួនឯងមហាសង្ឃនឹងកាន់តែមានគ្រោះថ្នាក់ផ្ដោះបែកមហាសង្ឃមានភាពរុងរឿងឬចុះខ្សោយមិនមែនស្រេចទៅលើលោកម្នាក់ឯងឯណាអ្នកណាក៏ថាសម្ដីស៊ូពិតជាថ្លោះខ្លាំងណាស់ពិតជាមិនខុសបែបសូមជូនពរលោកម្ចាស់ធ្វើដំណើរតាមផ្លូវបានសុខជឿទៅវិញចុះលោកមន្ត្រីច្បាប់លោកម្ចាស់អ៊ូស៊ូមកដល់ឈិនស៊ីលៀងមន្ត្រីប្រចាំស្រុកហ្វុងសៀងដឹកនាំមន្ត្រីមកទទួលដំណើរលោកម្ចាស់មន្ត្រីប្រចាំហ្វុងសៀងរងចាំស្ដាប់នេះគឺជាបញ្ជារបស់រាជការឈិនស៊ីលៀងកេងប្រវាញ់ប្រាក់របស់រាជការនៅប្រជារាស្ត្រខុសច្បាប់មហាសង្ឃត្រូវបញ្ឈប់ពីតំណែងដើម្បីធ្វើការសាកសួរលោកម្ចាស់ចាប់ខ្លួនតែលោកម្ចាស់ឈិនម្នាក់ឯងទេត្រូវហើយចាប់ខ្លួនគេទៅបាទហេជប់សិនសូមលោកម្ចាស់មេត្តាជ្រាបលោកម្ចាស់ឈិនបានចំណាយប្រាក់យ៉ាងច្រើនជួយដល់ការងារក្នុងស្រុកមានគុណសម្បត្តិធំធេងណាស់ម្យ៉ាងទៀតស្រុកហ្វុងសៀមមានគ្រោះថ្នាក់ច្រើនលើកគឺបានគាត់ជាអ្នកជួយរឿងនេះរាជការបានលើកទឹកចិត្តហើយនោះគឺជាស្នាដៃរបស់កូនប្រុសគាត់ឈ្មោះឈិនចៅការការពារស្រុកហ្វុងសៀមឆ្នាំនេះគឺលោកម្ចាស់ឈិនចំណាយប្រាក់ច្រើនជាងគេរឿងនេះគ្មានតាក់ទងជាមួយយើងទេស៊ូលោកគឺជាមន្ត្រីថ្នាក់ទី7គ្មានសិទ្ធិលុកដៃក្នុងរឿងរាជការចាប់ខ្លួនមនុស្សទេបើតាមយើងយល់លោកត្រូវគិតគូរខ្លួនឯងបានល្អសិនទៅលោកម្ចាស់ឈិនសូមលោកម្ចាស់ទៅសម្ដេចច្បាប់ដើម្បីធ្វើការដោះស្រាយទៅមកលោកស៊ូលោកបងឆាគូពួកយើងនាំគ្នាផឹកស្រវឹងនៅមុខសមរភូមិកុំសាច់ចំអកអីធ្វើសឹកនៅពីមុខមានប៉ុន្មានអ្នកទៀតដែលនៅរស់ធ្វើទៅបើថាខ្ញុំគឺជាអ្នកត្រួតពិនិត្យកងទ័ពតូចតាចមិននឹកស្មានថាខ្ញុំគឺជាកូនចៅរបស់កំពូលមេតបវ៉ាងខៃប៉ុន្តែទីបំផុតទៅជាអញ្ចឹងតាមការពិតលោកគឺជាកូនចៅរបស់កំពូលមេតបវ៉ាងខៃលោកពិតជាមិនធម្មតាមែនស៊ូសុំទោសទៅចុះលោកស៊ូកុំសាច់ចំអកខ្ញុំអីការពិតគឺខ្ញុំខ្លួនឯងទេដែលធ្វើឲ្យដូនតាមកមុខខ្ញុំជាមនុស្សអត់បានការខ្ញុំអាយុ15ឆ្នាំរួមដំណើរជាមួយនឹងពុកខ្ញុំទៅធ្វើសឹករហូតដល់កាន់លីងកងទ័ពដែលខ្ញុំដឹកនាំបានវាយប្រហារមេទ័ពសត្រូវជាង70នាក់ហើយខ្ញុំចាត់ការមេទ័ពប្រមុខ2នាក់ដល់ផ្ទាល់ដៃរបស់ខ្ញុំប៉ុន្តែក្រោយមកយ៉ាងម៉េច
ក្រោយមករីកាដល់រាជការមិនលើកទឹកចិត្តមានខ្លះឲ្យយើងសរសេរបញ្ជូនទៅរាជការនិយាយថាយើងតស៊ូដើម្បីរាជការតស៊ូដើម្បីស្នាដៃហេដូចជាអយុត្តិធម៌ពេកហើយលោកតានាងលោកគួរតែទាមទារយុត្តិធម៌ពីរាជការវិញមិនចាំបាច់ទេលោកចៅគូខ្ញុំនេះណាមិនទាមទារគេឈ្មោះអ្វីទេល្អណាស់លោកវ៉ាងខ្ញុំសូមថ្វាយបង្គំលោកដោយស្មោះលោកស៊ូលោកនឹងត្រឡប់ទៅវិញហើយក៏មិនចាំបាច់ធ្វើសង្គ្រាមខ្ញុំមិនចង់ជ្រើសរើសកងទ័ពទេលោកវ៉ាងពេលវេលានៅវែងឆ្ងាយណាស់លោកស៊ូខ្ញុំបានបម្រើជាតិរួចហើយខ្ញុំមិនធ្វើដូនតារបស់ខ្ញុំអាម៉ាស់មុខទេក៏ប៉ុន្តែមហាសង្ឃទុនជាយ៉ាងនេះមនុស្សដូចជាយើងរស់នៅក៏គ្មានន័យអ្វីទៀតដែរលោកវ៉ាងលោកវ៉ាងថាតែបានជាលោកធ្វើយ៉ាងនេះស៊ូសូមលោកនៅឲ្យបានសុខចោលសូមកុំឲ្យមើលខ្ញុំឲ្យសោះលោកវ៉ាងក្នុងនាមជាមេតបទោះស្លាប់ក៏មិនចុះចាញ់គោរពដូចជាឪពុកស្រឡាញ់ដូចជាកូនក្នុងនាមជាព្រះមហាក្សត្រត្រូវចេះស្រឡាញ់មេតបចេះស្រឡាញ់កងទ័ពដូចជាកូនចៅខ្លួនឯងទៅដល់ទីណាសុទ្ធតែជាមិត្តភក្តិទោះជាស្លាប់ទៅក៏មានមិត្តភក្តិគាំទ្រដាមីងអាណាស៊ូម៉ាខ្ញុំទៅមើលតើបងស៊ឺប្រទេសសេរីចាំរួចហើយពួកយើងចេញដំណើរទៅបំរើការងារហ្វុងសៀង3ឆ្នាំតែមួយប្រពេចភ្នែកឆាកជីវិតរបស់មនុស្សពិតជាខ្លីណាស់ហើយរឿងរ៉ាវមនុស្សលោកក៏ប្រែប្រួលមិនទៀងទាត់ដែរបងតើតែយប់ប៉ុណ្ណឹងមិនបានជាសោកស្ដាយជីវិតយ៉ាងនេះគាត់ទេកាត់មកគឺពោពេញនៅទុកព្រួយទៅហើយមហាសង្ឃនឹងកាន់តែមានគ្រោះថ្នាក់ថែមទាំងស្ដាយមានតបម្នាក់ដែលត្រូវគេចាប់ដូចជាសត្វឆ្កែសត្វពពែប្រហែលជាថ្ងៃណាមួយដល់ពេលខ្ញុំផងក៏មិនដឹងម្យ៉ាងទៀតលោកវ៉ាងគឺជាកម្ពុជាអ្នកក្លាហានឥឡូវនេះក៏បានលាចាកលោកដែរបងនិយាយនេះបានន័យថាលោកមិនតបឈិនយូរឆ្នាំមកហើយដឹងតែពីកេងប្រវ័ញ្ចយកប្រាក់ជួបនៅលទ្ធផលបែបនេះគឺជារឿងមិនក្រៅទេនេះហើយគឺមកពីប្រពន្ធគាត់បងជាមនុស្សត្រឹមត្រូវហេតុអីក៏យកគាត់មកប្រៀបធៀបជាមួយបងស្រីនិយាយនេះត្រូវណាស់បងហ្វូលោកម្ចាស់ឈិនទុកប្រាក់ច្រើនមែនប៉ុន្តែប្រាក់ដែលឈិនចាយចំណាយ2លើកដើម្បីជួយដល់ពួកយើងនោះក៏ជាប្រាក់របស់លោកម្ចាស់ឈិនដែរការពិតលោកម្ចាស់ឈិនមានគុណចំពោះប្រជារាស្ត្រណាពីមុនគាត់មានការចំទាស់ជាមួយនឹងបងប៉ុន្តែក្រោយមកគាត់មានការសម្រួលចំពោះបងច្រើនណាស់បងជាអ្នកដោះលែងកងទ័ពទាំងនេះប៉ុន្តែរាជការបែរជាអត់ទោសលោកម្ចាស់ឈិនការពិតគឺបងទៀតដែលមកគប់បីចំពោះលោកម្ចាស់ឈិនតើបងស៊ឺពួកយើងគួរជាដំណើរហើយទៅយើងលោកម្ចាស់ស៊ូ
សូមលោកម្ចាស់គុំទៅអីពួកយើងអស់គ្នាត្រូវការលោកម្ចាស់លោកម្ចាស់សូមលោកម្ចាស់ត្រូវការលោកម្ចាស់ទៅអីលោកម្ចាស់សូមតទៅទៀតទៅលោកម្ចាស់រយៈពេល3ឆ្នាំសូមអរគុណអស់លោកទាំងអស់គ្នាដែលខំប្រឹងប្រែងជួយដល់ខ្ញុំអត់ទេលោកម្ចាស់សុវិទេពកសលល្អរៀបចំហ្វុកសៀកបានល្អអ្នកណាក៏គេដឹងឮដែរពេលដែលទៅវិញរាជការប្រកបជាទទួលលោកម្ចាស់សូមលោកម្ចាស់មេត្តាជួយដល់ពួកយើងទាំងអស់គ្នាផងដល់លោកម្ចាស់អើបែបហើយកុំនិយាយចឹងអីថ្ងៃក្រោយបើសិនជាអ្នកទាំងអស់គ្នាត្រូវការខ្ញុំជួយខ្ញុំប្រកាសជាប្រឹងប្រែងជួយសូមលោកម្ចាស់ស៊ូទៅបានសុខសូមអស់លោកជិះទៅវិញចុះព្រោះថាមេតបថ្មីចិត្តមកដល់ហើយសូមអស់លោកជួយដល់លោកមេតបថ្មីនេះរៀបចំការងារនៅហ្វុងសៀងបានល្អទទួលបញ្ជាលោកម្ចាស់លោកម្ចាស់សូមទៅចាប់ពួកយើងអីពួកយើងត្រូវការលោកម្ចាស់ណាពួកយើងត្រូវការលោកម្ចាស់ណាចោលទៅចោលពួកយើងអីលោកម្ចាស់សូមទៅចាប់ពួកយើងអីខ្ញុំសូមវល់ក្រឡាមកលោកម្ចាស់ស៊ូទៅផុតពួកយើងគិតយ៉ាងម៉េចទៅអ្នកទាំងអស់គ្នាកុំបារម្ភអីចំពោះរឿងភូមិរាជការនេះខ្ញុំមានការរៀបចំរួចហើយរាជការក៏បានយល់ព្រមមិនឲ្យមានបញ្ហាទៀតទេបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការខ្ញុំនោះសូមបងប្អូនចាំសម្បត្តិទៅខ្ញុំចុះសូមអរគុណលោកម្ចាស់សូមអរគុណលោកម្ចាស់ដុំឆាប់ក្រោកឡើងទៅអរគុណលោកម្ចាស់បងប្អូនថ្មនេះទៅហើយពួកយើងជូនលោកម្ចាស់ចេញដំណើរទៅសូមលោកម្ចាស់បាន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 លោកម្ចាស់សូមលោកម្ចាស់ធ្វើដំណើរបានសុខសូមលោកម្ចាស់ធ្វើដំណើរបានសុខធ្វើដំណើរបានសុខលោកម្ចាស់ធ្វើដំណើរបានសុខលោកម្ចាស់ធ្វើដំណើរបានសុខលោកម្ចាស់សូមលោកម្ចាស់ធ្វើដំណើរបានសុខទេវតាជួយថែរក្សាលោកម្ចាស់សូមធ្វើដំណើរបានសុខសូមលោកម្ចាស់ថែរក្សាលោកម្ចាស់មានសុខភាពលោកម្ចាស់មានសេចក្តីសុខលោកម្ចាស់ធ្វើដំណើរបានសុខសូមលោកម្ចាស់នឹងសូមទេវតាថែរក្សាលោកម្ចាស់ធ្វើដំណើរបានសុខសូមលោកម្ចាស់ធ្វើដំណើរបានសុខលោកម្ចាស់ជាពួកយើងទាំងអស់គ្នាមិនបំភ្លេចលោកម្ចាស់ជារៀងរហូតពួកយើងចង់ចាប់លោកម្ចាស់ចាំលោកម្ចាស់ជារៀងរហូតពួកយើងចង់ចាប់លោកម្ចាស់ជារៀងរហូតពួកយើងចង់ចាប់លោកម្ចាស់ជារៀងរហូត问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉，高处不胜寒，起舞弄清影，何色在人间？转朱阁，定栖湖，照无言，不应有恨，何时长相别是缘？人有悲欢离合，月有阴晴圆缺，此事古难全，但愿人长久，千里共婵娟。婵娟。